đọcចំណុចបន្ថែមទៀតដែលគួរឲ្យចាប់អារម្មណ៍ពីទូរស័ព្ទដែលអ្នកឲ្យប្រហែលជាអាចនឹងដឹងមួយទៅបាក់តេរីក្នុងទូរស័ព្ទដៃគឺច្រើនមែនតើច្រើនជាងនៅក្នុងមង្គលរហូតដល់ទៅ10ដងមកនោះព្រោះអីអ្នកទាំងអស់គ្នាគឺដើរកុំទីកន្លែងជប់បាក់តេរីកុំទីកន្លែងជប់កន្លែងញ៉ាំអីជួយអីហើយចេញចូលកន្លែងល្អមិនល្អវាច្រើនពីរគឺតកតងនឹងជំងឺមួយយ៉ាងដែលជំងឺនោះមានឈ្មោះថា Nomophobia ដែលជាជំងឺមួយយ៉ាងដែលយើងភ័យខ្លាចនឹងបារម្ភនៅពេលដែលគ្មានទូរស័ព្ទក្នុងដៃឬក៏ទូរស័ព្ទអស់ថ្មហើយរត់ទៅរក power bank ឬក៏រត់ទៅរកខ្ចីទូរស័ព្ទឬខ្សែសាកណាត់ទៅយ៉ាងជាដើមទៅ3គឺជាអាការៈផ្លូវចិត្តមួយយ៉ាងដែលយើងមានអារម្មណ៍ថាខ្លួនឯងទូរស័ព្ទនៅក្នុងកប៉ៅចិត្តទៅញ័រទឿតែមែនតើគឺទូរស័ព្ទក្នុងកប៉ៅហ្នឹងគឺអត់ញ័រទេណាអាការៈហ្នឹងគឺមានឈ្មោះថា Phantom Vibration Syndrome 4គឺតកតងទៅនឹងចំនួននៃការមើលទូរស័ព្ទជាប្រចាំតែនេះបើចាប់អារម្មណ៍តែបើយកទូរស័ព្ទមក scan ហើយដាក់ចូលវិញ scan បើសិនជារាប់ក្នុងមួយថ្ងៃយើង scan នឹងមើលទូរស័ព្ទបើសិនជាគេជាមធ្យមរហូតដល់ទៅ110ដងគឺច្រើនយល់តែមែនតើមែនតា5ជារឿងដែលគួរចាប់អារម្មណ៍មែនតើខ្ញុំតែដឹងថានៅក្នុងប្រទេសជប៉ុនណាគឺពលរដ្ឋគឺគាត់ចូលចិត្តប្រើប្រាស់ទូរស័ព្ទគ្រប់ទីកន្លែងជាពិសេសគឺនៅក្នុងបន្ទប់ទឹកនិងសូម្បីតែពេលមានទឹកអញ្ចឹងបានទូរស័ព្ទនៅជប៉ុនពេលចាញ់គឺមានប្រព័ន្ធការពារទឹក6គឺជាអាការៈជំងឺមួយយ៉ាងដែលយើងមិនហ៊ានលើកទូរស័ព្ទឬក៏មើលសារឬក៏មើល SMS អ្នកដទៃដែលជាអាការៈជំងឺមួយយ៉ាងដែលមានឈ្មោះថា Telephonophobia 7គឺជាគ្រោះថ្នាក់ដែលកើតចេញពីទូរស័ព្ទហើយជាការគ្រោះថ្នាក់ដែលកើតចេញពីការ selfie ការវក់វង្វេងនិងការ selfie នឹងផងដែរគឺមានមនុស្សជាច្រើនដែលគ្រោះថ្នាក់ចរាចរណ៍ធ្លាក់ទៅលើភ្នំឬក៏គ្រោះថ្នាក់ផ្សេងដែលមិនបានមើលសារចុះ selfie ហ្នឹងគឺអត្រានៃចំនួនមនុស្សស្លាប់ហ្នឹងច្រើនជាងត្រីឆ្លាមនៅត្រីបាឡែនខាំមនុស្សស្លាប់ប្រចាំឆ្នាំទៀត8រឿងនេះគួរឲ្យសំណើចដែរទៅនឹងការប៉ះពាល់លើម្រាមដៃដោយសារតែយើង scroll ច្រើនពេកធ្វើឲ្យយើងប៉ះពាល់ម្រាមដៃជិតទៅអាចនឹងថាម្រាមដៃយើងអាចមានទំហំធំតិចតួចជាអាមួយខាងទៀតដោយសារតែយើង scroll ច្រើនពេក9ពេលច្រើនអ្នកដែលប្រើប្រាស់ទូរស័ព្ទដៃឥឡូវនេះគឺគាត់មើលម៉ោងច្រើនមែនទេទូរស័ព្ទដៃកម្រគាត់សូវមើលម៉ោងនាឡិកាយកទៅជានាឡិកានឹងប្រើប្រាស់សម្រាប់មើលសុខភាពវាជាវិញជាដើមតែសម្រាប់អ្នកដែលយកចិត្តមើលនាឡិកាមើលម៉ោងនេះខ្ញុំគឺខ្ញុំយកចិត្តប្រើតាមនាឡិកាច្រើនជាងអ្នកទាំងអស់គ្នាយកចិត្តមើលតាមនាឡិកាច្រើនជាងឬក៏ទូរស័ព្ទដៃច្រើនជាង10គឺតាក់ទងនឹងចំនួនក្នុងការមើលទូរស័ព្ទក្នុងប្រគុណពេលចាំផុតអ្នកដែលចូលប្រគុណហើយមើលទូរស័ព្ទមនុស្សប្រុសយើងតាមការស្រាវជ្រាវគឺច្រើនជាងមនុស្សស្រីហើយតើអ្នកទាំងអស់គ្នានឹងយកទៅអីហើយមើលអីគេខ្លះជាពិសេសបងប្អូនគ្នាយើងជួយ comment ផងអូខេកុំភ្លេច like share និង comment follow យើងផងបើសិនគិតថាមានប្រយោជន៍ហើយ comment ទាំងអស់គ្នាបើសិនជាបបិសោតណាមួយអ្នកទាំងអស់គ្នាបានធ្លាប់ដឹងអូខេជួបគ្នាវីដេអូក្រោយបាយបាយ